សេះបងកង់ដ៏ឆ្លៀសវៃកាលពីព្រេងនាយមានសេះបងកង់មួយក្បាលតែងតែមករកស៊ីស្មៅនៅក្បែរជើងភ្នំមានថ្ងៃមួយមានចចកមួយក្បាលបានមកចិត្តវាហើយខ្សឹបប្រាប់សេះនោះថាបងសេះបងត្រូវប្រយ័ត្នខ្លួនបន្តិចព្រោះមានសត្វខ្លាដំបងមួយគិតចង់ស៊ីសាច់បងជាចំណីអាហារមិនយូរប៉ុន្មានក៏មានខ្លាដំបងដ៏ធំមួយបានហក់បំរុងនឹងចាប់សេះនោះស៊ីមែនប៉ុន្តែសេះបានរត់យ៉ាងលឿនចូលទៅក្នុងវងបាត់ទៅសេះបង្កងបានគិតថាចចកជាសត្វសាហាវវាក៏ចូលចិត្តស៊ីសាច់របស់អញដែរដូច្នេះវាជួយអញនេះប្រហែលជាវាចង់ឲ្យអញទុកចិត្តវារួចហើយក៏ឆក់ឱកាសដែលអញភ្លេចខ្លួនវាក៏ស៊ីអញតែម្ដងសេះបង្កងក៏បានប្រុងប្រយ័ត្នចំពោះសត្វចចកទោះជាយ៉ាងនេះក្តីសេះបង្កងក៏បានថ្លែងអំណរគុណដល់សត្វចចកផងដែរហើយចចកក៏តែងតែមកស្និទ្ធស្នាលជាមួយនឹងសេះបង្កងក្រោយមកចចកចង់ហក់ស៊ីសេះបង្កងនោះមែនប៉ុន្តែជាសំណាងល្អវាបានដឹងខ្លួនមុនក៏កិច្ចខ្លួនចេញពីក្រញាំចចកនោះបាត់ទៅចាប់ពីពេលនោះមកសេះបង្កងមិនដែលហ៊ាននៅក្បែរចចកឡើយវាប្រុងប្រយ័ត្នខ្លួនជានិច្ចនៅក្នុងអត្ថបទរឿងនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដោយខាងក្រោម 1. មនុស្សនិយាយល្អមិនមែនសុទ្ធតែគិតល្អនិងធ្វើល្អនោះទេ 2. ការជឿលើពាក្យសម្ដីនរណាម្នាក់ប្រៀបបាននឹងការកំចាត់ខ្លួនឯងនិងទី3មុននឹងរាប់អានមិត្តភក្តិត្រូវសង្កេតមើលឲ្យច្បាស់ថាតើគេជាមនុស្សប្រភេទណាអត្ថបទរឿងសេះបង្កងដ៏ឆ្លៀសវៃក៏បានឈានមកដល់ទីបញ្ចប់សូមអរគុណរឿងទន្សាយជាប់គូតនិងគោលត្រាចមានថ្ងៃមួយទន្សាយបានដើរស្វែងរកចំណីអាហារហើយក៏ប្រទះឃើញនឹងគោលត្រាចដែលគេទើបនឹងកាប់ថ្មីមានជ័រកស្អិតទន្សាយលោតផ្លោតអង្គុយពីលើជ័រជាប់គូតនឹងជើងរើពុំរួចនៅនឹងថ្កល់នៅលើគោលត្រាចនោះគប់ជួនពេលនោះមានកូនដំរីមួយក្បាលវាដើរទៅរកទឹកផឹកនៅក្នុងត្រពាំងក្បែរនឹងគោលត្រាចនោះហើយក៏ប្រទះឃើញនឹងទន្សាយក៏និយាយបន្លាចថាណែអាកូនដំរីកុំមកផឹកទឹករបស់អញទឹកនេះព្រះអិនលោកឲ្យអញមកចាំយាមទេហើយកូនដំរីខ្លាចមិនហ៊ានផឹកក៏ត្រឡប់ទៅប្រាប់មេរបស់វាបន្ទាប់ពីដឹងហើយមេដំរីខឹងយ៉ាងខ្លាំងហើយក៏បាននាំកូនរបស់វាត្រឡប់មកត្រពាំងវិញឃើញទន្សាយអង្គុយនៅលើគល់ឈើក៏ស្ទុះផ្លែតទៅបួងខ្លួនទន្សាយដែលជាប់នឹងគល់ត្រាចប្រាថ្នានឹងបោកសម្លាប់ទន្សាយហើយទន្សាយក៏ស្រែកថាបើហងឯងបោកអញសម្លាប់កុំបោកទៅក្រោមអញមិនស្លាប់ទេក្រវីទៅលើវិញទើបអញស្លាប់ដំរីខ្វះប្រាជ្ញាពេលលើទន្សាយថាដូច្នោះហើយក៏ក្រវែងទន្សាយទៅលើឯទន្សាយកាលបានធ្លាក់ដល់ដីក៏បោលប្រូចចូលព្រៃបាត់ទៅនៅក្នុងអត្ថបទរឿងនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដូចខាងក្រោម 1. អ្នកមានប្រាជ្ញាតែងតែសម្រេចកិច្ចការដោយគំនិត 2. អ្នកអប្រាជ្ញាតែងតែប្រើកម្លាំងបាយធ្វើការនិងទី3ប្រាជ្ញាប្រើច្រើនកើនច្រើនខុសពីកម្លាំងកាន់តែប្រើកាន់តែចុះខ្សោយអត្ថបទរឿងទន្សាយជាប់គូតនឹងគោលត្រាចក៏បានឈានដល់ទីបញ្ចប់តែត្រឹមនេះសូមអរគុណរឿងតោមានស្នេហាកាលពីព្រេងនាយមានតោមួយក្បាលបានទាមទារឲ្យកូនស្រីអ្នកកាប់អុសម្នាក់រៀបការជាមួយខ្លួនអ្នកកាប់អុសមិនចង់ឲ្យកូនរបស់គាត់រៀបការជាមួយនឹងសត្វតោឡើយប៉ុន្តែគាត់មិនហ៊ានប្រឆាំងនឹងសំណើរបស់តោទេទើបគាត់គិតរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានេះក្រោយមកគាត់បានរកនឹកឃើញវិធីមួយដោយដាក់លក្ខខណ្ឌជាមួយនឹងសត្វតោដរាបណាវាអាចធ្វើបានទើបគាត់ព្រមប្រគល់កូនស្រីឲ្យធ្វើជាប្រពន្ធបន្ទាប់មកបុរសកាប់អុសបានប្រាប់ឲ្យសត្វតោនោះដកធ្មេញនិងកាត់ក្រញាំរបស់វាចោលពីព្រោះរបស់ទាំងពីរនេះអាចធ្វើឲ្យកូនស្រីរបស់គាត់ភ័យខ្លាចបានចំណែកឯសត្វតោវិញហេតុតែស្រឡាញ់កូនស្រីបុរសកាប់អុសខ្លាំងពេកតោឈ្មោលនោះក៏បានយល់ព្រមតាមសំណើលុះមួយរយៈក្រោយមកវាក៏ត្រឡប់មកជួបនឹងបុរសកាប់អុសជាថ្មីដោយគ្មានធ្មេញនិងក្រញាំជើងដូចមុនឡើយឯបុរសកាប់អុស
ពេលឃើញតោអស់លាក់ដូច្នេះហើយក៏លែងខ្លាចញញើតនឹងវាទៀតដែរហើយបុរសកាប់អស់ក៏បានទាញដំបងដេញវាយសំពងវាយ៉ាងចាស់ដៃរហូតដល់វាទ្រាំលែងបានវាក៏បានរត់ចូលទៅក្នុងព្រៃវិញបាត់ទៅនៅក្នុងអត្ថបទរឿងនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដូចខាងក្រោម 1. ការធ្វើអ្វីដោយគ្មានការពិចារណានាំឲ្យវិនាសខ្លួនឯងជាក់ជាមិនខាន 2. គ្មានរបស់ណាបានមកដោយគ្មានការលះបង់នោះទេនិងទី 3. ស្នេហាធ្វើឲ្យមនុស្សឆ្កួតវង្វេងអត្ថបទរឿងតមានស្នេហាក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនេះសូមអរគុណរឿងស្វានិងគល់ឈើកាលពីព្រេងនាយមានសេដ្ឋីម្នាក់បានចាប់ផ្ដើមសាងសង់វិហារនៅជាប់នឹងព្រៃជិតក្រុងមួយហើយជារៀងរាល់ថ្ងៃអ្នកកាប់ឈើនិងកម្មករតែងតែត្រឡប់ទៅទីក្រុងវិញដើម្បីទទួលទានអាហារថ្ងៃត្រង់ថ្ងៃមួយអ្នកកាប់ឈើម្នាក់កំពុងតែចាំងគល់ឈើមួយដើមហើយក៏បានយកស្នៀតមកសៀតដើម្បីកុំឲ្យគល់ឈើនោះគៀបបិទមកវិញរួចហើយគាត់ក៏ចេញទៅបាត់ទៅគ្រានោះនៅពេលដែលពួកគាត់ចេញទៅបាត់ពួកស្វាទាំងនោះក៏បានមកលេងនៅលើចុងឈើនិងគ្រងវិហារដោយមិនខ្វល់ពីអ្វីទាំងអស់ចំណែកឯឪពុកម្ដាយរបស់ស្វាវិញបានហាម5កូនស្វាថាកុំឲ្យកូនទៅលេងនៅជិតឈើដែលជាងកំពុងធ្វើនោះអីប្រយ័ត្នមានគ្រោះថ្នាក់ប៉ុន្តែកូនស្វាចង់ដឹងថាគ្រោះថ្នាក់នោះជាអ្វីវាក៏ទៅអង្គុយលេងនៅចន្លោះគល់ឈើដែលចំហនោះរួចបានចាប់ទាញយកស្នៀតនោះចេញភ្លាមនោះស្នៀតនោះក៏បានរបូតចេញរួចគល់ឈើក៏បានគៀបចូលគ្នាវិញហើយគៀបទាំងកូនស្វានោះស្លាប់បាត់ទៅឪពុកម្ដាយរបស់កូនស្វាកំសត់នោះស្ដាយស្រណោះដល់កូនយ៉ាងខ្លាំងចាប់ពីពេលនោះមកកូនស្វាដទៃទៀតក៏បានស្ដាប់ដំបូន្មានរបស់ឪពុកម្ដាយរបស់វានិងរស់នៅដោយសប្បាយរីករាយតរៀងមកនៅក្នុងអត្ថបទរឿងនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដូចខាងក្រោម 1. កុំស៊ីតាមឃ្លានកុំហ៊ានតាមចង់ 2. បើល្ងងកុំហ៊ានបើហ៊ានត្រូវមានហេតុផលនិងទី 3 កុំធ្វើអ្វីមួយគ្រាន់តែដើម្បីលេងសើចអត្ថបទរឿងស្វានិងគល់ឈើក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនេះសូមអរគុណអត្ថបទរឿងក្អែកនិងក្ងាននិទានថាមានក្អែកមួយទុំលើមែកឈើក្បែរមាត់បឹងហើយក៏ឃើញក្ងានរោមសមួយកំពុងហែលទឹកពេលប្រទះឃើញត្រីតូចៗក្ងានក៏ដេញហួរលុះបានធ្វើជាចំណីមើលទៅគួរឲ្យរីករាយក្អែកនិយាយថាខ្ញុំចង់បានរោមស្លាបសដូចបងក្ងានណាស់តើបងក្ងានដឹងថាត្រូវធ្វើយ៉ាងម៉េចទេក្ងានមិនឆ្លើយតបគិតតែពីហែលយ៉ាងស្ងៀមស្ងាត់ភ្លាមនោះក្អែកគិតថាក្ងាននេះរឹកធំណាស់លាក់គំនួចមិនព្រមឆ្លើយធ្វើមិនដឹងប្រហែលជាមកពីក្ងាននៅតែក្នុងទឹកហើយទើបរោមវាសដូចនេះគិតហើយក្អែកក៏ហើរបោះពួយចុះទៅក្នុងទឹកមួយភ្លឹបងើបឡើងឃើញរោមវានៅតែខ្មៅដដែលដោយនឹកអៀនខ្លួនខ្មាស់ក្ងានផងរងាផងក៏វឹបឡើងទៅលើហើយហើរចាក់ចេញពីទីនោះបាត់ទៅនៅក្នុងអត្ថបទរឿងនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដូចខាងក្រោម 1. ការមើលឃើញដោយភ្នែកយើងទទេមិនទាន់អាចជឿបានទេត្រូវពិចារណាសិន 2. មុននឹងធ្វើអ្វីមួយតាមនរណាម្នាក់ត្រូវគិតពីផលចំណេញនិងការខាតបង់និងទី 3 បើសួរគេមិនទាន់ទទួលបានព័ត៌មានទេត្រូវប្រឹងសួរគេឲ្យច្បាស់សិនសឹមសម្រេចចិត្តជៀសវាងការខូចខាតអត្ថបទរឿងក្អែកនិងក្ងានក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនេះសូមអរគុណអត្ថបទរឿងឥន្ទ្រីឆ្មានិងមេជ្រូកព្រៃនៅលើដើមឈើដ៏ធំមួយដើមមានសត្វឥន្ទ្រីមួយបានធ្វើសម្បុកហើយនៅចុងមានសត្វឆ្មារស់នៅក្នុងប្រហោងចំពាក់កណ្ដាលនៃដើមរីឯមេជ្រូកព្រៃមួយជាមួយកូនរបស់វាបានរស់នៅក្នុងរន្ធមួយឯគល់ឈើថ្ងៃមួយសត្វឆ្មាមានចិត្តលោភលន់ចង់បានដើមឈើនោះតែម្នាក់ឯង
ក៏បានឡើងទៅសម្បុកឥន្ទ្រីរួចនិយាយថាពួកយើងកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ព្រោះមេជ្រូកព្រៃដែលនៅខាងក្រោមជីកកកាយដើមឈើជារៀងរាល់ថ្ងៃដើម្បីផ្ដួលរំលំឈើមួយនេះដើម្បីឆក់យកជីវិតគ្រួសាររបស់ពួកយើងទៅធ្វើជាចំណីអាហាររបស់ពួកវាជាមិនខានសត្វឥន្ទ្រីឮដូច្នោះហើយក៏កើតចិត្តព្រួយបារម្ភនិងគិតភ័យជាខ្លាំងបន្ទាប់មកវាក៏ចុះទៅរូងជ្រូកព្រៃតែម្ដងឲ្យជ្រូកព្រៃដ៏កំសត់អើយតើឯងមានដឹងទេថាខ្លួនកំពុងស្ថិតក្នុងគ្រោះថ្នាក់សត្វឥន្ទ្រីដ៏សាហាវនៅខាងលើត្រៀមឆាបកូនរបស់ឯងគ្រប់ពេលវេលាចាប់តាំងពីពេលនោះមករវាងឥន្ទ្រីនិងជ្រូកព្រៃចេះតែភ័យខ្លាចចំពោះគ្នាទៅវិញទៅមករហូតលែងហ៊ានចេញទៅក្រៅរកចំណីមិនយូរប៉ុន្មានក៏ត្រូវស្លាប់ដាច់ពោះអស់ទៅតាមរយៈអត្ថបទរឿងនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដូចខាងក្រោម 1. សម្ដីមនុស្សជាអាវុធមុខ 2. អាចបង្កសុខនិងទុក្ខ 2. ចូលកុំទាន់ជឿនរណាម្នាក់ប្រសិនបើអ្នកមិនទាន់យល់ពីហេតុផលនិងទី 3. ភាពកំសាកតែងតែធ្វើឲ្យមនុស្សបាត់បង់លទ្ធភាពអត្ថបទរឿងឥន្ទ្រីឆ្មានិងមេជ្រូកព្រៃក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនេះសូមអរគុណរឿងទន្សាយធ្លាក់អណ្ដូងនៅវេលាព្រឹកមួយមានទន្សាយមួយក្បាលចេញរកចំណីរវល់តែស៊ីស្មៅខ្ចីភ្លេចខ្លួនក៏រអិលធ្លាក់អណ្ដូងភ្លាមនោះវាក៏ខំប្រឹងប្រវាតោងឡើងតែមិនរួចសោះព្រោះជើងវាខ្លីៗមួយសន្ទុះក្រោយមកខ្លាមួយក្បាលបានដើរទៅដល់ទីនោះដែរអើតឃើញទន្សាយនៅក្នុងអណ្ដូងក៏លាន់មាត់អាយ៉ាបងទន្សាយតាប្រហែលជាធ្លាក់អណ្ដូងឡើងមិនរួចហើយមើលទៅបានជាអង្គុយសំគុកនៅស្ងៀមទន្សាយគិតបន្តិចហើយក៏ឆ្លើយតបទេបងខ្លាយល់ខុសហើយខ្ញុំលោតចូលអណ្ដូងទេពីព្រោះខ្ញុំដឹងថានឹងមានហេតុវិនាសកើតឡើងខ្លាឆ្ងល់ហេតុដូចម្ដេចទន្សាយឆ្លើយបងខ្លាសម្លឹងមើលទៅមើលបន្តិចទៀតនេះមេឃនឹងបាក់ធ្លាក់ចុះមកហើយខ្លាសម្លឹងទៅលើឃើញមានដុំពពករសាត់យ៉ាងលឿនសម្គាល់ថាជាអំបែងមេឃភ័យណាស់ក៏លោតចូលទៅក្នុងអណ្ដូងជាមួយទន្សាយដែរទន្សាយកាលបើឃើញឱកាសរំដោះខ្លួនហើយក៏ធ្វើជាស្និទ្ធស្នាលជាមួយខ្លាព្រោះជាឧបាយគឺធ្វើឲ្យខ្លាខឹងនិងចាប់បោះខ្លួនឡើងទៅលើគិតច្បាស់ហើយទន្សាយក៏ចាក់ក្រឡេកខ្លាដូចលលេងខ្លាមិនចូលចិត្តលេងសើចទេក៏និយាយឡើងថាកុំលេងដូច្នោះខ្ញុំមិនចូលចិត្តទេប្រយ័ត្នខ្ញុំភ្ញាក់ដៃបោះឡើងទៅលើត្រូវមេឃសង្កត់ស្លាប់ទៅឬដូច្នេះទន្សាយក៏កាន់តែចាក់ក្រឡេកថែមទៀតខ្លាទ្រាំពុំបានក៏ចាប់ទន្សាយបោះឡើងទៅលើទន្សាយក៏បានឡើងទៅលើវិញដោយបំណងនៅក្នុងអត្ថបទរឿងនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដោយខាងក្រោម 1. អ្នកមានប្រាជ្ញាអាចរំដោះខ្លួនចេញពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបាននិងទី 2. ដំណោះស្រាយគ្រប់យ៉ាងកើតចេញពីការគិតអត្ថបទរឿងទន្សាយធ្លាក់អណ្ដូងក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនេះសូមអរគុណ